ហ្នឹងហើយ Hello ក៏ដូចជាសួស្តីទៅកាន់អ្នកនរគ្នាថ្ងៃហ្នឹងជួបមួយខ្ញុំពិភពបខ្មៅហើយយើងនឹងមកតរឿងយើងដែលមានចំណងជើងថាឆ្លងភពខ្លះជាតួអង្គបន្ទាប់បន្សំតពីភាគមុនព្រឹទ្ធាចារ្យ TE បាននិយាយទៅកាន់ជីឈឺថាឯងគឺជាកូនសិស្សមួយណាអញចេះមុខមាត់ដូចជាប្រហែលជីឈឺរបស់យើងក៏តបវិញថាព្រឹទ្ធាចារ្យ TE ភ្លេចខ្ញុំហើយខ្ញុំគឺជាកូនសិស្សទី1ក្នុងបកនេះឈ្មោះជីឈឺព្រឹទ្ធាចារ្យ TE និយាយថាជីឈឺក៏ងក់ក្បាលហើយនិយាយថាគឺខ្ញុំព្រឹទ្ធាចារ្យ TE គិតក្នុងចិត្តថាខ្ញុំចាំបានថាគេកាលពីមុនតែងតែចូលចិត្តឱនក្បាលចុះទឹកមុខអាប់អួលទើបខ្ញុំមិនដែលសូវចាប់អារម្មណ៍លើគេជីឈឺក៏និយាយទៅកាន់ព្រឹទ្ធាចារ្យ TE ថាព្រឹទ្ធាចារ្យ TE ចង់សាក់ភ្លុកមើលទេព្រឹទ្ធាចារ្យ TE គិតក្នុងចិត្តថាមិននឹកស្មានថាថ្ងៃនេះពេលបានមើលជាក់ច្បាស់ទៅការពិតជាមនុស្សដែលមានសម្រស់ស្រស់ស្អាតប្លែកបែបនេះសោះព្រឹទ្ធាចារ្យ TE ក៏តបទៅជីឈឺវិញថាមិនបាច់ទេសែវជាមួយរយៈនេះគេយ៉ាងម៉េចហើយជីឈឺតបវិញថាសិស្សប្អូនតូចបានធូរច្រើនហើយចង់ឲ្យខ្ញុំនាំព្រឹទ្ធាចារ្យទៅមើលគេទេព្រឹទ្ធាចារ្យ TE និយាយថាកុំអីថ្នាំដែលខ្ញុំប្រមូលបានថ្មីនៅមិនទាន់បន្សុទ្ធរួចទេខ្ញុំត្រូវរវល់មួយរយៈសិនហើយផ្ដាំឯងជួយសួរសុខទុក្ខសែវជាជំនួសខ្ញុំផងជីឈឺនិយាយថាដឹងហើយអញ្ចឹងសិស្សម្នាក់នេះសុំលាទៅមុនហើយសិស្សប្អូនតូចកំពុងនៅចាំខ្ញុំទៅធ្វើមាន់ដុតឲ្យគេពេលនោះព្រឹទ្ធាចារ្យ TE ក៏កលេចទឹកឃើញថាជីឈឺមានរបួសក៏សួរថាដៃរបស់ឯងកើតអីហ្នឹងជីឈឺក៏តបវិញថាព្រឹទ្ធាចារ្យនិយាយពីអាហ្នឹងឬខ្ញុំមិនប្រយ័ត្នទើបធ្វើឲ្យវារហែកស្បែកតិចតួចព្រឹទ្ធាចារ្យមិនបាច់បារម្ភទេខ្ញុំបានលាបថ្នាំរួចរាល់ហើយព្រឹទ្ធាចារ្យ TE ក៏តបវិញថាមិនមែនទេខ្ញុំគ្រាន់តែឃើញឯងមានរបួសបែបនេះក៏បារម្ភពីសែវជាខ្លាចមានរឿងអីកើតឡើងនឹងណាពាក្យសម្ដីទាំងអស់នេះធ្វើឲ្យជីឈឺរបស់យើងដូចមានព្រួញចាក់ចំទ្រូងអញ្ចឹងព្រមតែគិតក្នុងចិត្តថាការពិតមិនបានបារម្ភពីខ្ញុំទេខំតែរំជើបរំជួលថងបន្តថាលោកម្ចាស់មិនបានទៅស្រមើស្រមៃអញ្ចឹងកើតហេតុអីជីឈឺក៏និយាយតបទៅកាន់ព្រឹទ្ធាចារ្យ TE ថាព្រឹទ្ធាចារ្យទុកចិត្តចុះទោះបីខ្ញុំត្រូវគេពន្លះស្បែកទាញយកឆ្អឹងនៅសល់តែដង្ហើមចុងក្រោយក៏ដោយក៏មិនឲ្យសិស្សប្អូនតូចត្រូវរងរបួសសូម្បីតែមួយសរសៃសោះជីឈឺក៏លើកដៃស្បត់បញ្ជាក់ទាំងបង្ខំចិត្តញញឹមព្រឹទ្ធាចារ្យ TE និយាយវិញថាមិនក៏ឯងអាចនិយាយពាក្យគួរឲ្យតក់ស្លុតអញ្ចឹងទៅរួចជីឈឺក៏គិតក្នុងចិត្តទាំងឈឺចិត្តថាគ្រាន់តែប្រយោគសន្យាមួយឃ្លាគេក៏សប្បាយចិត្តដល់ថ្នាក់នេះផងឬព្រឹទ្ធាចារ្យ TE ក៏និយាយទៅកាន់ជីឈឺថាជប់និយាយលេងសើចនឹងឯងហើយនេះគឺជាថ្នាំព្យាបាលរបួសរូបមន្តសម្ងាត់របស់ខ្ញុំជួយឲ្យឆាប់ជាសះមុខរបួសខ្ញុំឃើញថារបួសឯងមិនស្រាលទេយកទៅទុកប្រើចុះជីឈឺរបស់យើងក៏ទទួលថ្នាំពីព្រឹទ្ធាចារ្យ TE ហើយក៏សួរបញ្ជាក់ថាឲ្យខ្ញុំឬក៏និយាយបន្តទៀតថាអរគុណព្រឹទ្ធាចារ្យ TE ណាស់ក៏សួរទៀតថាលោកចូលចិត្តញ៉ាំមាន់ដុតអត់ចាំពេលឆ្អិនខ្ញុំយកមកឲ្យព្រឹទ្ធាចារ្យភ្លក់អ្នកមីងបាននិយាយទៅកាន់ជីឈឺថាពួកព្រឹទ្ធាចារ្យកម្រិតខ្ពស់ហើយមិនត្រូវការញ៉ាំអាហារទេកន្លែងហ្នឹងខ្ញុំសុំហៅថាកម្រិតខ្ពស់ពួកឯងខ្ញុំបកអត់ចេញទេជីឈឺក៏តបទៅកាន់អ្នកមីងវិញថាយល់ហើយព្រឹទ្ធាចារ្យ TE បាននិយាយទៅកាន់ជីឈឺវិញថាគ្មានបញ្ហាទេខ្ញុំអាចញ៉ាំបានកុំឲ្យព្រោះតែរឿងនេះធ្វើឲ្យសែវជាឃ្លានគឺបានហើយជីឈឺតបវិញថាបានអញ្ចឹងខ្ញុំទៅរៀបចំហ្មងចាំពេលដុតមាន់ឆ្អិនខ្ញុំយកទៅជូនលោកព្រឹទ្ធាចារ្យនិយាយរួចជីឈឺក៏ត្រឡប់ទៅសំណាក់វិញទាំងសប្បាយចិត្តរីឯព្រឹទ្ធាចារ្យ TE ក៏ញញឹមចុងមាត់ពេលមកដល់ក្នុងសំណាក់វិញជីឈឺក៏គិតថាសិស្សប្អូនតូចកំពុងនៅសមាធិប្រមូលកម្លាំងធាតុនៅឡើយបែបនៅមួយសន្ទុះទៀតទៅរួចខ្ញុំលាបថ្នាំនេះហើយសឹមទៅធ្វើម្ហូបចុះជីឈឺអង្គុយចុះព្រមទាំងយកថ្នាំរបស់ព្រឹទ្ធាចារ្យ TE យកមកបម្រុងនឹងលាបព្រមទាំងគិតថាមិនចម្លែកទេរបស់ដែលព្រឹទ្ធាចារ្យឲ្យមានក្លិនខុសប្លែកពីថ្នាំព្យាបាលរបួសធម្មតានៅពេលដែលសែវជាស្រង់ក្លិនថ្នាំនោះបានក៏ធ្វើគេបើកភ្នែកធំហើយក៏គិតថាក្លិននេះគឺពេលនោះសែវជាស្ទុះងើបយ៉ាងលឿនព្រមទាំងទៅសួរជីឈឺថារបស់នេះសិស្សច្បងបានមកពីណាហ
ហើយក៏បញ្ឆក់ដបថ្នាំនោះចេញពីជីឈឺព្រមទាំងយកមកបោកជីឈឺក៏និយាយថាឯងធ្វើឆ្កួតអីនឹងចាំមែនរបស់ល្អៗបែរជាត្រូវខ្ជះខ្ជាយបែបនេះទៅវិញជីឈឺសួរសែវជាទាំងភ័យថាឯងចង់ធ្វើអីសែវជាចាប់ស្មារបស់ជីឈឺព្រមទាំងនិយាយថាខ្ញុំសូមប្រមានលើកក្រោយហាមទទួលរបស់ពីគេជីឈឺតបវិញថាអ្នកណាព្រឹទ្ធាចារ្យឈីងអ៊ីមែនបងឃើញគាត់ចិត្តល្អសឹងអីហ្នឹងសែវជាកំហុសឲ្យជីឈឺថាសិស្សច្បងដឹងយ៉ាងម៉េចទេឈីងអ៊ីគេសែវជាក៏ប្រើកម្លាំងសង្កត់ជីឈឺក៏សួរសែវជាវិញថាគាត់យ៉ាងម៉េចឯងធ្លាប់គុំគួនអីជាមួយគាត់ឬសែវជាប្រឡែងដៃពីស្មារបស់ជីឈឺព្រមទាំងនិយាយថាយ៉ាងណាសិស្សច្បងកុំចូលទៅពាក់ព័ន្ធជាមួយគេអីនៅមានពួកព្រឹទ្ធាចារ្យទាំងនោះទៀតក៏មិនមែនជាមនុស្សល្អស្អីនោះទេសែវជាក៏គិតក្នុងចិត្តថាឈីងអ៊ីចូលចិត្តដាក់សារធាតុសម្រាប់បង្កក្នុងថ្នាំលាបរបួសបំផុតគឺដើម្បីបង្ខិតបង្ខំកូនសិស្សឲ្យចុះចាញ់ក្រោមអំណាចខ្លួនកាលពីជីវិតមុនពេលខ្ញុំកើតម្ដងទៀតខ្ញុំនឹងក្លាយជាជនរងគ្រោះដែលវិសនឹងត្រូវគេបៀតបៀនទៅហើយសព្វថ្ងៃនេះខ្ញុំមិនទាន់ស្គាល់ពីទឹកចិត្តជីឈឺច្បាស់ទេខ្ញុំមិនអាចប្រញាប់ប្រាប់រឿងខ្ញុំស្លាប់ហើយរួចកើតឡើងវិញឲ្យគេដឹងនោះឡើយជីឈឺក៏គិតក្នុងចិត្តថាមិនប្លែកទេដែលគ្រប់គ្នាស្រឡាញ់សិស្សប្អូនតូចសូម្បីគេខឹងក៏នៅតែគួរឲ្យស្រឡាញ់ដល់ថ្នាក់នេះទៀតជីឈឺក្រោកឡើងព្រមទាំងចាប់ថ្ពាល់របស់សែវជាព្រមទាំងនិយាយថាបានដឹងហើយលើកក្រោយបងមិនយករបស់ពីគាត់ទៀតទេពេលហ្នឹងជីឈឺភ្ញាក់ខ្លួនព្រមទាំងនិយាយទៅកាន់សែវជាថាសូមទោសបងគ្មានចេតនាប៉ះពាល់ឯងជីឈឺក៏និយាយទៅកាន់សែវជាថាឯងសម្រាប់សិនចុះបងទៅរៀបចំធ្វើអាហារពេលល្ងាចណាហើយក៏រត់ចេញទៅសែវជាយកដៃមកស្ទាបថ្ពាល់ខ្លួនព្រមទាំងគិតថាមកពីកាយវិការរបស់គេគ្មានបង្កប់នៅគ្រោះថ្នាក់ទើបបានជាមិញនឹងពេលគេប៉ះខ្ញុំមិនបានគេចចេញកន្លះម៉ោងក្រោយមកមាន់ឆ្អិនជីឈឺក៏លើកមាន់យកមកដាក់នឹងតុអាហារព្រមទាំងគិតក្នុងចិត្តថាប្លែកណាស់គេនៅសម្រាប់ទៀតយកល្អកុំរំខានគេអីជីឈឺក៏ចេញមកវិញព្រមទាំងបិទទ្វារថ្នមពេលដើរតាមផ្លូវថងបាននិយាយថាលោកអត់នៅចាំមើលសិស្សប្អូនតូចទេចុះប្រុងទៅណាហ្នឹងជីឈឺតបទៅកាន់ថងវិញថាខ្ញុំបានសន្យានឹងព្រឹទ្ធាចារ្យឈីងអ៊ីថានឹងយកមាន់ដុតឲ្យគាត់មិនអាចលេបសម្ដីវិញទេថងនិយាយទៅកាន់ជីឈឺថាលោកភ្លេចសម្ដីដែលសិស្សប្អូនតូចនិយាយហើយជីឈឺតបវិញថាខ្ញុំបានសន្យានឹងគេហើយនឹងម្យ៉ាងអ្នកដែលពួកគេស្រឡាញ់គឺជាសិស្សប្អូនតូចខ្ញុំគ្រាន់តែជាតួអង្គបន្ទាប់បន្សំមានអ្វីត្រូវអារម្មណ៍ទៅហើយក៏ដើរទៅទាំងសប្បាយចិត្តព្រមទាំងគិតថាព្រឹទ្ធាចារ្យឈីងអ៊ីមានចរិយាសមសួនហើយថែមទាំងសុភាពរាបសារដល់ថ្នាក់នឹងទោះបីមនុស្សមិនល្អក៏មិនអាក្រក់ខ្លាំងណាស់ណាដែរថងក៏តបវិញថាណាហើយតាមចិត្តចង់ដំណាក់ឧវ័យរបស់ព្រឹទ្ធាចារ្យឈីងអ៊ីមកដល់ជីឈឺក៏និយាយថាព្រឹទ្ធាចារ្យឈីងអ៊ីខ្ញុំយកមាន់ដុតមកជូនហើយដោយគ្មានមនុស្សតបជីឈឺក៏ចូលទៅក្នុងសំណាក់ព្រមទាំងស្រែកសួរថាព្រឹទ្ធាចារ្យឈីងអ៊ីនៅទេជីឈឺក៏គិតក្នុងចិត្តថាចម្លែកមែនមិនក៏អត់មានមនុស្សអញ្ចឹងជីឈឺក៏លេចទៅមកខាងក៏ឃើញចង្ក្រានបន្សុទ្ធថ្នាំហើយក៏និយាយថាឆុយភ្លើងឆេះខ្ទេចអស់ឥឡូវហើយជីឈឺក៏ចូលទៅពន្លត់ភ្លើងព្រមទាំងនិយាយថាហ៊ូសំណាងហើយដែលប៉ុន្មានថ្ងៃមុនខ្ញុំអផ្សុកក៏ស្រាវជ្រាវលេងពីលោហៈធាតុទើបដឹងពីវិធីគ្រប់គ្រងភ្លើងកុំអីឆេះខ្ទេចដល់ដំបូលមិនខានពន្លត់ភ្លើងសុកជីឈឺក៏ឃើញសៀវភៅមួយក្បាលក៏និយាយថាហើយយ៉ាមិនក៏មានសៀវភៅមកបោះចោលនៅទីនេះហើយក៏យកដង្កាប់ចាប់ភ្លើងលើកសៀវភៅនោះឡើងមកព្រមទាំងនិយាយថាល្អណាស់ដែលនៅមិនទាន់ឆេះខ្លាំងពេលយកសៀវភៅនោះមកមើលក៏ឃើញមានឈ្មោះរបស់ព្រឹទ្ធាចារ្យឈីងអ៊ីជីឈឺនិយាយថាគឺជាសៀវភៅព្រឹទ្ធាចារ្យឈីងអ៊ីអាចជាក្បួនហ្វឹកហាត់វិជ្ជាគុនទេដឹងខ្ញុំមើលតិចសិនខាងក្នុងមានឆេះអត់ពេលដែលបើកសៀវភៅនោះមកក៏ឃើញមានរូបរបស់សៀវជាជីឈឺក៏និយាយថាចំនោះជារបស់ខ្មោចយកស្អីហ្នឹងជីឈឺបិទសៀវភៅយ៉ាងលឿនព្រមតែគិតក្នុងចិត្តថាព្រឹទ្ធាចារ្យឈីងអ៊ីមិនក៏អាចមានរបស់បែបហ្នឹងកើតមកជីឈឺក៏គិតក្នុងចិត្តថាគួរតែធ្វើពុតជាមិនបានឃើញហើយប្រញាប់ចេញពីទីនេះល្អជាងព្រមទាំងបោះសៀវភៅនោះចូលទៅក្នុងចង្ក្រានវិញព
ពេលងាកបែរខ្លួនប្រុងចេញទៅក៏ស្រាប់តែឃើញព្រឹទ្ធាចារ្យឈីងអ៊ីជីឈឺភ័យខ្លាំងមែនទែនព្រមទាំងគិតក្នុងចិត្តថាព្រឹទ្ធាចារ្យឈីងអ៊ីគេចូលមកតាំងពីពេលណានេះហ្នឹងហើយអ្នកនរគ្នារឿងយកបានបន្តទីបញ្ចប់ហើយហើយសូមអធ្យាស្រ័យមែនទែនចំពោះសំឡេងខ្ញុំហើយនិងសំឡេងរំខានផងដែរដោយសារតែសំឡេងខ្ញុំហ្នឹងពេលដែលសម្រាយយូរទៅគឺវាចាប់ផ្ដើមបែកសំឡេងទៅជាធំហើយគីឡូហើយម្យ៉ាងខ្ញុំនិយាយអត់សូវច្បាស់ប៉ុន្មានទេហើយសូមទោសមែនទែនចំពោះការអានឈ្មោះតួអង្គខុស